ការប៉ះពាល់ដូចគ្នានៅក្នុងទឹកថ្នោតជូរហ្នឹងវាមានសារជាតិអាល់កុលដូចគ្នាដែរអញ្ចឹងនៅក្នុងអ្នកជំងឺអាលាកថ្លើមប្រភេទ B ក៏ដោយប្រភេទ C ក៏ដោយអ្នកមានខ្លាញ់រុំថ្លើមក៏ដោយអ្នកដែលមានជំងឺលើសឈាមទឹកនោមផ្អែមអ្នកមានបញ្ហាជំងឺរ៉ាំរ៉ៃប្រចាំកាយស្ត្រីមានផ្ទៃពោះអីយើងមិន recommend ឲ្យញ៉ាំទេបាទមិន recommend ឲ្យញ៉ាំទេណាបាទទឹកត្នោតជូរមានជាតិអាល់កុលរង្វង់ចន្លោះពី4ទៅ 8% ហើយបើសិនជាអ្នកខ្លះយកទៅ mix ជាមួយនឹងក្លុកអីទៀតវាអាចឡើងរហូតដល់10ជាងឬក៏ដល់40ដឺក្រេជាងណាបាទអញ្ចឹងបងប្អូនយើងមានការយល់ច្រឡំមួយចំនួនដែរទៅលើទឹកត្នោតជូរពីព្រោះអីនឹកឃើញថាចេញពីដើមត្នោតចេញពីទឹកត្នោតគិតថាវាជារបស់ធម្មជាតិហើយវាជួយសុខភាពចំណុចនេះគឺជាការយល់ខុសឆ្គងមែនតែនដែលយើងអាចថាយល់ថាអាហ្នឹងវាទៅជារបស់អាចជួយសុខភាពទៅវិញបើសិនជាទឹកត្នោតផ្អែមយើងអាចយកទៅធ្វើជាស្ករទៅធ្វើជាស្ករផែនអីអញ្ចឹងអាហ្នឹងយើងជាប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃដោយឡែកទឹកត្នោតជូរនៅពេលដែលគេផ្អាប់វាគឺថានៅក្នុងទឹកត្នោតជូរហ្នឹងវាមានជាតិស្ករដែរហើយនៅពេលដែលយើងផ្អាប់វាគឺនៅក្នុងបរិស្ថានវាមានពពួកមេរោគមួយចំនួនមានពពួកមេរោគផ្សិតគេហៅពួក yeast ឬក៏ពពួកបាក់តេរីមួយចំនួនដែលវាចូលទៅក្នុងទឹកនោះដែលទឹកដែលផ្អែមនោះគឺពពួកមេរោគផ្សិតទាំងអស់នោះវាចូលចិត្តជាតិផ្អែមហ្នឹងយកមកធ្វើជាចំណីរបស់វាដើម្បីវារស់អញ្ចឹងពេលដែលវាចូលទៅស៊ីឬក៏វាផឹកជាតិផ្អែមនៅក្នុងទឹកត្នោតជូរហ្នឹងវាផលិតចេញជាសារជាតិ2ទី1ជាអេតាណុលដែលយើងហៅថាអាល់កុលហ្នឹងជាពាក្យដើមគេហៅអេតាណុលតែយើងហៅអាល់កុលហើយនឹងទី2គឺគេហៅថាកាបូនឌីអុកសាយគឺ gas ផលិតចេញជា gas អញ្ចឹងគេពីសោតទៅឃើញនៅពេលដែលយើងទុកកាន់តែយូរជាតិជូរដែលជាក្លិនរបស់ផ្សិតដែលវាប្រកាត់ដែលវាស៊ីយើងនិយាយទៅថាវាស៊ីជាតិស្ករនៅក្នុងទឹកត្នោតជូរហ្នឹងវាផលិតមកវាចេញក្លិនផ្សិតហ្នឹងមកហើយវាបង្កើតបានជាជាតិអេតាណុលហ្នឹងហើយនឹងជាជាតិកាបូនឌីអុកសាយហ្នឹងដែលជាជាតិ gas ដូចយើងកោះប៊ីយ៉ាអញ្ចឹងណាអ្នកដែលហូបត្នោតជូរដឹងហ่ะបាទអាចនឹងវាធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្លើមដូចគ្នាហើយវាក្រៅពីហ្នឹងបើសិនជាមានចម្លងនៅពពួកបាក់តេរីមួយចំនួនដែលវាស្ថិតនៅក្នុងបរិស្ថានឬក៏ការធ្វើនោះមិនសូវល្អទៀតវាអាចបង្កើតទៅជាការពុលណាអាចរាកអាចក្អួតអីចឹងជាដើមបាទអញ្ចឹងការហូបអាចហូបនៅក្នុងបរិមាណតិចតួចបានសម្រាប់យើង social យើងគិតថាយើងផឹកដើម្បីចូលក្នុងសង្គមជួបជុំមិត្តភ័ក្តិបងប្អូនអីតិចតួចឬក៏បែបជាលក្ខណៈ occasional យូរម្ដងអាហ្នឹងវាមិនអីទេតែបើសិនជាយកទ្រឹស្ដីផឹកដើម្បីសុខភាពល្អគឺมันមាន recommendation ពីអង្គការថ្លើមឲ្យប្រើប្រាស់ទេបាទព្រោះមានអាល់កុលកាលណាមានអាល់កុលអង្គការថ្លើមបដិសេធហើយបាទបដិសេធហើយมัน benefit ទេมัน benefit ដល់សុខភាពថ្លើមទេអញ្ចឹងខ្ញុំនិយាយអញ្ចឹងមិនមែនមានន័យថាខ្ញុំបដិសេធទឹកត្នោតជូរមិនឲ្យបងប្អូនហូបទេ
បងប្អូនចង់ហូបបានវាស្មើប៊ីយ៉ាដែរបើយើងវិភាគពីកម្រិតអាល់កុលវាស្មើនឹងប៊ីយ៉ាដែរ4ចន្លោះពី4ទៅ8%នៃទឹកជាតិកំហាប់អាល់កុលនៅក្នុងទឹកត្នោតជូរដែលយើងប្រកាសនៅក្នុងដើមរបស់វាហ្នឹងណាបាទអញ្ចឹងបើយើងផឹកថាដើម្បីឲ្យមានសុខភាពល្អអត់ recommend ទេតែបើផឹកក្នុងលក្ខណៈ social ឬក៏យូរផឹកម្ដងអូខេតែត្រូវឆែកមើលប្រភពនៃការផលិតឲ្យបានត្រឹមត្រូវដែរពីព្រោះរបស់ហ្នឹងមិនមែនឆ្លងកាត់នៃការដាក់ទៅក្នុងការផលិតស្តង់ដារអីទេគឺគេទុកក្នុងបែបធម្មជាតិណាទុកក្នុងបែបធម្មជាតិវាប្រឈមជាមួយនឹងរឿងពីររឿងទី1ពាក់ព័ន្ធជាមួយនឹងការប្រកាសណែពពួកផ្សិតវាចូលទៅស៊ីជាតិស្ករនៅក្នុងទឹកត្នោតហ្នឹងកំហាប់អាល់កុលវាអត់ថេទេវាអាចទាបវាអាចខ្ពស់ទៅតាមពេលវេលាហើយទី2រឿងអនាម័យព្រោះអនាម័យបើសិនជាអនាម័យមិនល្អអាចក្រៅតែពីអាល់កុលធ្វើឲ្យប៉ះពាល់ដល់ថ្លើមហើយវាអាចពាក់ព័ន្ធជាមួយនឹងការធ្វើឲ្យពុលពីព្រោះអីមានឆ្លងពួកបាក់តេរីមួយចំនួនទៀតនៅក្នុងទឹកហ្នឹងវាអាចនឹងធ្វើឲ្យកើតទៅជាជំងឺកាពះពោះវៀនអីផ្សេងទៀតក៏មានដែរអញ្ចឹងណាបាទអញ្ចឹងទឹកត្នោតវាមានសារៈសំខាន់យើងអាចញ៉ាំដើម្បីបំបត្តិនៅការខ្វះជាតិស្ករអាហ្នឹងបើយើងញ៉ាំទឹកត្នោតធម្មតាវាបានពីដើមត្នោតរុក្ខជាតិមកវាមិនមែនជាទឹកត្នោតដែលគេទឹកសពនិមិត្តដូចគេធ្វើជាទឹកកំប៉ុងអីទេប៉ុន្តែគេអាចយកវាទៅជាប្រយោជន៍ធ្វើជាស្ករយកទៅប្រើប្រាស់ក្នុងនៃជីវិតរស់នៅប្រចាំថ្ងៃបាន Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក